ថ្ងៃមង្គលការគ្មានវត្តមានកូនកំឡោះខណៈកូនក្រមុំផ្ទឹមចងដៃទាំងទឹកមុខក្រៀមក្រំគឺដោយសារតែអាណិតណាស់លោកអើយមួយជាតិកាម្ដងតែដល់ថ្ងៃរៀបការបែរជាគ្មានវត្តមានកូនកំឡោះទៅវិញខណៈកូនក្រមុំផ្ទឹមចងដៃជាមួយកូនកំដរស្រីទាំងទឹកមុខក្រៀមក្រំនេះបើតាមវីដេអូខ្លីមួយដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok ដែលមានករណី TikTok ឈ្មោះថារាស៊ីបានបង្ហោះវីដេអូដោយភ្ជាប់ជាមួយ caption យ៉ាងខ្លីថាសាប៊ូ collagen MKM មករាមុំដោះបាត់រាល់បញ្ហាលើដងខ្លួនដូចជាសង្វារមុនខ្នងអូររមាស់អាឡែស៊ីនិងបែកអាចរុយជាដើមជួយផ្ដល់សំណើមដល់ស្បែកកាត់បន្ថយស្បែកជ្រូញចាហ៊ុយ XS ផលិតផលប្រទេសជប៉ុនផ្សំពីស្មៅផ្អែមរបស់ជប៉ុនជួយដុតរំលាយជាតិខ្លាញ់ជួយសម្រួលការបន្តបង់ស្រួលញ៉ាំមិនធ្វើតូកញ៉ាំលេងស្រកខ្លាញ់ពិតៗកូនកំឡោះសន្លប់បាត់ស្មារតីអាណិតកូនកំឡោះកូនក្រមុំនិងអ្នកកំដរកូនកំឡោះឈឺសម្រាកនៅមន្ទីរពេទ្យតាកែវក្នុងនោះគាត់ក៏បានបញ្ជាក់ទៀតថាគាត់ឈឺចុកដាក់សេរ៉ូមបំបុកប្រញាប់មកហែចំនួនពងតាហែក៏វិលមុខក្អួតសន្លប់ឈឹងកូនកំឡោះពេលទទួលភ្ញៀវទៅតែមកពីពេទ្យតាកែវមិនបានកាត់សក់មិនបានផ្ទឹមចងដៃផ្ទោះទេជាមួយគ្នានោះផងដែរមហាជនជាច្រើនក៏បានលើកឡើងថាកូនកំឡោះកើតអីបានសន្លប់មកពីផឹកជ្រុលឬមួយមកពីអ្វីមិនសូវយល់ទេទៅឃើញមួយឃើញដូច្នេះមិនទុកចាំយូរសាច់ញាតិខាងកូនកំឡោះក៏បានចេញមុខមកបញ្ជាក់ថាកូនកំឡោះឈឺបងមិនមែនផឹកជ្រុលទេខ្ញុំត្រូវជាអ៊ីកូនកំឡោះដោយសារប្អូនកូនកំឡោះជាស្រីបើយកមនុស្សប្រុសមកជំនួសដូចរៀបការឲ្យកេងចឹងបងទៅតាអាចារ្យក៏យកមនុស្សស្រីវិញ